គេថាចូលឆ្នាំចិនឆ្នាំថ្មីហងស៊ុយក៏វាថ្មីដែរប៉ុន្តែសម្រាប់ខ្ញុំវិញបើចង់ដឹងថាឆ្នាំហ្នឹងហងស៊ុយឡើងឬក៏ចោះមិនចាំបាច់ទៅមើលគ្រូទាយនោះទេគ្រាន់តែបានឃើញរថយន្តមួយគ្រឿងដែលពុកម៉ែបងប្អូនយើងកំពុងជិះទៅសំពះកង់ម៉ានៅឯស្រុកក៏ដឹងបាត់ទៅហើយថ្ងៃនេះខ្ញុំនឹងបង្ហាញរថយន្តមួយគ្រឿងដែលជិះទៅមិនត្រឹមតែចេះរៀងសង្ហានោះទេក៏ប៉ុន្តែវាថែមទាំងធ្វើឲ្យអាំងប៉ាវហូរចូលក្នុងហៅប៉ាវរបស់បងប្អូនមិនចេះដាច់ផងដែរហើយនោះវាគឺជារថយន្ត Luxy LX 600ក៏ប៉ុន្តែមុននឹងយើងទៅដឹងពីរូបរាងដ៏ស្រស់សង្ហានិងបច្ចេកវិទ្យាទំនើបរបស់វានោះសូមពុកម៉ែបងប្អូនជួយចុច Subscribe និងបើកសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តបន្តធ្វើវីដេអូដែលតាក់ទងជាមួយនឹងរថយន្តបន្តបន្ទាប់ទៀតណាបើយើងនិយាយពីរូបរាងនិងការរចនាផ្នែកខាងក្រៅបងប្អូនដឹងអត់ថា Luxy LX 600មិនមែនគ្រាន់តែជារថយន្តសម្រាប់ជិះដែលបង្អួតគ្នានោះទេវាគឺជាអាវុធអធិរាជដែលរួមបញ្ចូលគ្នានៅភាពទំនើបនិងថាមពលបើយើងនិយាយពីប៉ាណាខាងមុខវាគឺជាប៉ាណាចំនួនថ្មីការរចនាដ៏ល្អឯកបែបមុខយក្សសម្រាប់ស្រូបយកលាបនិងបង្ក្រាបគ្រោះភ្ជាប់ជាមួយនឹងយ៉ានកង់20អ៊ីងរចនាថ្មីដ៏រឹងមាំនាំឲ្យបងប្អូនឆ្លងកាត់ពីផ្លូវក្រុងទៅផ្លូវលំបាកដោយគ្មានបញ្ហាបូករួមជាមួយនឹងកម្រិតកង់ពីខាងមុខទៅខាងក្រោយមានប្រវែង 2850 មីលីម៉ែត្រដែលជាមរតកមាសតាំងពីចំនួនទី1ផ្ដល់នូវលំនឹងខ្ពស់និងភាពធំទូលាយបំផុតនៅក្នុងរថយន្តបើយើងនិយាយពីកន្លែងបើកបរវិញវាគឺជាប្រភេទតាសូណានេះគឺជាការរចនាដែលយកចិត្តអ្នកបើកបរអ្វីគ្រប់យ៉ាងគឺនៅទីតាំងយ៉ាងល្អឥតខ្ចោះបើយើងក្រឡេកមកមើលនៅលើតាប្លូវិញបងប្អូននឹងឃើញអេក្រង់ចំនួន2ដែលអេក្រង់ទី1នោះដែលមានទំហំរហូតទៅដល់ 12.3 អ៊ីងសម្រាប់កំសាន្តនិងអេក្រង់ខាងក្រោមដែលមានទំហំរហូតទៅដល់ 7 អ៊ីងសម្រាប់គ្រប់គ្រងសីតុណ្ហភាពនិងស្ថានភាពបើកបរបន្ថែមជាមួយនឹងសិល្បៈក្បាច់រចនាឈើតាកាណូហាដែលវាគឺជាការបំផុសគំនិតពីរោមសត្វស្ទាំងបង្ហាញពីសោភ័ណភាពកម្រិតអភិជនរថយន្តនេះក៏បានប្រើប្រាស់ជាមួយនឹង option ទំនើបប្រើកម្មវិធី Apple CarPlay Android Auto ការប្រើប្រាស់ជាមួយនឹងឧបករណ៍សាកថ្មឥតខ្សែ QI និងភ្លើងលម្អផ្នែកខាងក្នុងមានរហូតដល់64ពណ៌បូករួមជាមួយនឹងកៅអី VIP សម្រាប់ស៊េរីកៅអី4កៅអីខាងក្រោយអាចផ្ដេកបាន48ដឺក្រេរួមជាមួយនឹងមុខងារម៉ាស្សានិងការរៀបចំកៅអីដោយស្វ័យប្រវត្តិតាមរយៈប៊ូតុងចុចបើយើងនិយាយពីកម្លាំងវិញរថយន្តនេះមានកម្លាំងមហិមាប្រៀបដូចជានាគកំពុងតែហោះអញ្ចឹងវាគឺជាប្រភេទម៉ាស៊ីនបិសាចដែលប្រើប្រាស់ជាមួយនឹងម៉ាស៊ីនសាំង V6 3.5 លីត្រ Twin Turbo ដែលបានផ្ដល់កម្លាំងរហូតដល់ 409 horsepower និងកម្លាំងរមូល 650 Newtonម៉ែត្រវាបានប្រើប្រាស់ជាមួយនឹងប្រអប់លេខ10វគ្គ Automatic ដែលអាចបដូរលេខបានលឿនល្អឥតខ្ចោះបញ្ជូនថាមពលទៅកង់ទាំង4យ៉ាងលឿន LX 600បានប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាបើកបរដែលប្រើប្រាស់ចង្កូតប្រភេទ Electronic EPS ប្រព័ន្ធហ្វ្រាំងអគ្គិសនី ECB និងប្រព័ន្ធបូមប្រែប្រួលដែលជាប្រភេទ AVS RHC ដែលអាចកែតម្រូវកម្ពស់បូមតាមស្ថានភាពផ្លូវផងដែរ LX 600មានជម្រើសបើកបររហូតដល់7បែបនិងការជ្រើសរើសផ្លូវ6ស្ថានដីស្វ័យប្រវត្តិផ្លូវភក់និងផ្លូវខ្សាច់ដែលធ្វើឲ្យផ្លូវដែលពិបាកនោះមកคล้ายទៅជាផ្លូវដែលស្រួល LX 600បានប្រើប្រាស់ជាមួយនឹងប្រព័ន្ធសុវត្ថិភាពលើសពីការរំពឹងទុកជាមួយនឹង Luxy Safety System Plus 2.5 បានភ្ជាប់ជាមួយនឹងកាមេរ៉ាជុំវិញខ្លួននិងមុខងារតាមដានស្ថានភាពផ្លូវមើលធ្លុះដល់បាតឡានជាពិសេសនោះកញ្ចក់មើលខាងក្រោយគឺជាប្រភេទ Digital ច្បាស់គ្មានអ្វីបាំងឡើយប្រើប្រាស់ជាមួយនឹងប្រព័ន្ធរ៉ាដាដ៏ឆ្លាតវៃជួយរក្សាគម្លាតផ្លូវ LTA វាមានតួនាទីចាប់សញ្ញាការប៉ះទង្គិចនៅខាងមុខ Pre-collision និងបានប្រើប្រាស់ជាមួយនឹងការគ្រប់គ្រងល្បឿនដោយស្វ័យប្រវត្តិ Radar Cruise Control បូករួមជាមួយនឹងប្រព័ន្ធព្រមានសម្ពាធកង់ដែលផ្ដល់សញ្ញាពីឧបសគ្គ BSM ព្រមទាំងបានភ្ជាប់ជាមួយនឹងពងសុវត្ថិភាពចំនួន14គ្រាប់ផងដែរបើយើងនិយាយពីតម្លៃសម្រាប់រថយន្ត LX 600នេះនៅក្រៅស្រុកវាមានខ្ទង់ 93,000 ទៅ $133,000 ក៏ប៉ុន្តែសម្រាប់ទីផ្សារស្រុកខ្មែរយើងវិញវាមានតម្លៃចន្លោះចាប់ពី $25,500 ទៅ $30,000 ដែលតម្លៃដែលថ្លៃនេះគឺគិតទៅតាមតម្លៃ option និងការកម្មង់ផងដែរបងប្អូនត្រូវចាំទោះបីជារថយន្តរបស់យើងមានប្រព័ន្ធរ៉ាដាដ៏ឆ្លាតវៃមានកម្លាំងខ្លាំងយ៉ាងណានោះទេក៏វាមិនស្មើជាមួយនឹងសតិបញ្ញាញាណរបស់យើងឡើយសម្រាប់ចូលឆ្នាំចិនសប្បាយក៏សប្បាយទៅផឹកក៏ផឹកទៅក៏ប៉ុន្តែបើដឹងថាខ្លួនឯងស្វឹងហើយសូមបងប្អូនកុំកាន់ចង្កូតបើកបរអីរក្សាជីវិតរបស់យើងរក្សារថយន្តដែលមានហងស៊ុយរបស់
របស់យើងដើម្បីបន្តរកប្រាក់ឲ្យហូរចូលក្នុងឆ្នាំថ្មីនេះទាំងអស់គ្នាជាចុងក្រោយនោះបើបងប្អូនស្រឡាញ់រថយន្តដែលមានរូបរាងស្រស់សង្ហាដោយ admin មានកម្លាំងខ្លាំងនិងបច្ចេកវិទ្យារបស់ Lucy LX 600ដូចខ្ញុំដែរនោះសូមកុំភ្លេច comment ប្រាប់ខ្ញុំម្នាក់មួយផងណាតើបងប្អូនយល់យ៉ាងណាដែរចំណុចខ្លាំងរបស់វាដែលមានកម្លាំងម៉ាស៊ីនរហូតដល់409 horsepower ឬប្រព័ន្ធ radar ផ្នែកទេពបងប្អូនពេញចិត្តសម្រាប់វីដេអូមួយនេះសូមកុំភ្លេចចុច like និង share ម្នាក់មួយផងណាសូមជូនពរបងប្អូនក្នុងឱកាសចូលឆ្នាំចិនហេងហាឆៃលុយហូរចូលដូចទឹកសុខភាពល្អកម្លាំងមាំមួនពីខ្ញុំទៅមានតែប៉ុណ្្នឹងនោះទេយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ